អត់ចង់ជឿខ្លួនឯងថានៅពេលអាយុកាន់តែច្រើនទៅបែរជាត្រូវការកាន់តែសាមញ្ញហើយនឹងត្រូវការភាពស្ងប់ស្ងាត់ច្រើនជាងមុនហើយក៏អត់ចង់ស្វែងយល់ពីនរណាម្នាក់ឲ្យស៊ីជម្រៅខ្លាំងជាងមុននេះហើយក៏អត់ត្រូវការឲ្យគេមកយល់ពីយើងដូចគ្នាគ្រាន់តែធ្វើអ្វីដែលខ្លួនឯងសប្បាយចិត្តនិងចូលចិត្តហើយចំណាយពេលជាមួយខ្លួនឯងតែប៉ុណ្្នឹងឯងខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំអត់ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍បែបហ្នឹងពិតមែនកាលមុនខ្ញុំធ្លាប់តែឮបងគាត់និយាយថានៅពេលដែលធំទៅកាន់តែអត់មានមិត្តភ័ក្តិកាន់តែអត់សូវមានពេលសូម្បីតែចំណាយពេលជាមួយខ្លួនឯងហើយក៏អត់ចង់ទៅណាដែរចង់នៅតែផ្ទះចំណាយពេលជាមួយគ្រួសារឬក៏ចំណាយពេលជាមួយខ្លួនឯងចឹងណាអញ្ចឹងមកដល់ឥឡូវហ្នឹងខ្ញុំមានអារម្មណ៍ថាផ្លាស់ប្ដូរច្រើនហើយក៏អត់ចង់ជឿដែរធ្លាប់តែជាមនុស្សដែលនៅក្មេងចូលចិត្តដើរលេងច្រើនណាហើយសប្បាយខ្លាំងមែនទែនប៉ុន្តែនៅពេលដែលឮបងនិយាយចឹងថាគាត់អត់ចង់ទៅណាគាត់ចាស់ហើយគាត់អាយុច្រើនហើយគាត់ចង់ទៅនៅផ្ទះហើយដល់ពេលចឹងហើយអារម្មណ៍ពេលហ្នឹងខ្ញុំនៅក្មេងខ្ញុំតែងតែឆ្ងល់ថាហេតុអីដើរលេងសប្បាយសឹងអីហ្នឹងជួបជុំគ្នានិយាយគ្នាហើយទៅមើលកន្លែងស្អាតអីចឹងណាឬក៏ពេលខ្លះទៅរាំទៅអីចឹងទៅដល់ពេលរួចទៅក៏គិតថាចប់ហើយមិនបានគេចូលចិត្តនៅម្នាក់ឯងប៉ុន្តែនៅពេលដែលខ្លួនឯងអាយុច្រើនទៅទើបដឹងថាតាមពិតអញ្ចឹងវាលែងដូចមុនទៀតណាអារម្មណ៍បានផ្លាស់ប្ដូរទាំងស្រុងហ្មងថាអត់ចង់ទៅណាប៉ុន្តែនៅអាយុប៉ុណ្ណេះនៅមានអារម្មណ៍ថាចង់ដើរលេងចង់អីដូចគ្នាទេប៉ុន្តែគ្រាន់តែវាអត់ច្រើនដូចពេលដែលនៅក្មេងកាលមុនអញ្ចឹងហើយគ្រាន់អាយុប៉ុណ្ណឹងគឺផ្លាស់ប្ដូរប៉ុណ្ណឹងឯងចុះទម្រាំតែអាយុច្រើនជាងនេះឬក៏ចាស់ជាងនេះហើយយើងនៅ10ឆ្នាំប្រហែលដងទៀតអីចឹងទៅតើយើងនឹងផ្លាស់ប្ដូរអារម្មណ៍បែបណាតើឱកាសក្នុងការដើរលេងជាមួយនឹងតើយើងអាចមានឱកាសឬក៏អត់ហើយបើសិនជាមានឱកាសតើយើងនឹងដើរលេងអត់នៅពេលដែលឥឡូវហ្នឹងគឺយើងអត់មានសមត្ថភាពដើរលេងច្រើនទេចុះសម្រាប់ទៅមុខទៀតបើយើងមានសមត្ថភាពតែយើងអាចដើរលេងបានអត់បើសិនជាយើងមានគ្រួសារមានបន្ទុកអីផ្សេងហើយរវល់នឹងការងារច្រើនមកវិញចង់តាគេងអីចឹងទៅចឹងហើយបានចាស់គាត់និយាយថាបើសិនជាមានពេលដើរលេងពីក្មេងឲ្យហើយទៅបើសិនជាចង់ធ្វើអីធ្វើពីក្មេងឲ្យហើយទៅចឹងឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមជឿគាត់ខ្លាំងហើយថាបើសិនជាចាំមានលុយដល់ចាស់យើងនឹងអត់អាចមានពេលឬក៏អត់អាចមានឱកាសដើរលេងក៏ថាបានហើយបើសិនជាមានពេលឬក៏មានឱកាសដើរលេងក៏អត់មានកម្លាំងឬក៏អត់មានអារម្មណ៍ក្នុងការដើរលេងក៏ថាបានដែរចឹងបានថាមកដល់ឥឡូវមានអារម្មណ៍ថាប្រែប្រួលច្រើនខ្លួនឯងហើយអាយុប៉ុណ្ណឹងទេប៉ុន្តែអាចប្រែប្រួលច្រើនចុះអ្នកទាំងអស់គ្នាតើមកដល់ឥឡូវយើងបានផ្លាស់ប្ដូរអ្វីខ្លះនៅពេលដែលយើងបានជួបរឿងជាច្រើនមិនថាគ្រួសារការងារខ្លួនឯងឬក៏មនុស្សដែលយើងស្រឡាញ់ទេតើអាយុប៉ុណ្ណឹងក្នុងរយៈពេលប្រហែលដែលអ្នកទាំងអស់គ្នារស់មកដល់ឥឡូវហ្នឹងតើជួបរឿងអ្វីខ្លះហើយតើបានផ្លាស់ប្ដូរអីដើម្បីខ្លួនឯងខ្លះហើយអារម្មណ៍មួយហ្នឹងតើផ្លាស់ប្ដូរហ្នឹងល្អឬមួយក៏អាក្រក់អញ្ចឹងសូមជួយ comment នៅខាងក្រោមផងដោយសារតែនេះគឺជាអារម្មណ៍របស់ខ្ញុំផ្ទាល់ព្រោះអីខ្ញុំគិតថាខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងច្រើនទាំងអារម្មណ៍ហើយនឹងទាំងអត្តចរិតដែលយើងធ្លាប់តែមានពីមុនធ្លាប់តែសុបាយមកដល់ឥឡូវកាន់តែបាត់បង់ទៅមិនថាមិត្តភ័ក្តិយើងមិនមែនអត់មានរាប់មិត្តភ័ក្តិទេប៉ុន្តែសឹងតែអត់មានពេលជួបគ្នាអញ្ចឹងហើយធ្វើឲ្យភាគច្រើនអាចនឹងជួបមិត្តភ័ក្តិថ្មីច្រើនជាងមិត្តភ័ក្តិដែលយើងធ្លាប់មានពីវិទ្យាល័យឬក៏ធ្លាប់មានពីតូចមកអញ្ចឹងណាបែរជាជួបអ្នកថ្មីដែលស្គាល់ថ្មីដែលនៅជិតហើយរួមការងារមួយគ្នាអីចឹងទៅអញ្ចឹងមានឱកាសជួបពួកគាត់ច្រើនជាងមិត្តភ័ក្តិដែលស្គាល់គ្នាតាំងពីតូចមកឬក៏ការនៅរៀនអីចឹងទៅខ្ញុំមានតែប៉ុណ្្នឹងនេះគ្រាន់តែចង់និយាយពីអារម្មណ៍ខ្លួនឯងនៃការផ្លាស់ប្ដូរនៅពេលដែលយើងអាយុកាន់តែច្រើនទៅកាន់តែត្រូវការភាពស្ងៀមស្ងាត់កាន់តែត្រូវការអ្វីដែលសាមញ្ញហើយក៏អត់សូវស្វែងយល់ពីនរណាគេម្នាក់ឲ្យស៊ីជម្រៅក្រៅពីខ្លួនឯងដែរហើយមួយទៀតក៏អត់ត្រូវការឲ្យគេយល់ពីយើងខ្លាំងដូចគ្នាត្រឹមតែគេអាចយល់ប៉ុណ្ណាគឺប៉ុណ្ណឹងហើយក៏អត់ចូលចិត្តបកស្រាយខ្លាំងទេចូលចិត្តថាអូខេបើសិនជាស្ងាត់ហើយអាចធ្វើឲ្យរឿងនឹងឆ្លងផុតទៅបានគឺស្ងាត់ហ្មងអញ្ចឹងខ្ញុំមិនដឹងថាហ្នឹងវាល្អក៏អាក្រក់ទេប៉ុន្តែមកដល់ឥឡូវហ្នឹងគឺវាបែបហ្នឹងបាត់ហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងនេះអត់មានអីទេសង្ឃឹមថាអ្នកទាំងអស់គ្នាខមមិននៅខាងក្រោមបើសិនជាមាន idea បែបណា